សិស្សម្នាក់បានសម្លាប់មនុស្សយ៉ាងតិច10នាក់ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងនៅឯសាលាអនុវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz របស់ប្រទេសអូទ្រីសដែលជាការបាញ់ប្រហារលើសិស្សសាលាដ៏ឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerhard Garner បានរាយការណ៍ថាជនរងគ្រោះចំនួន6នាក់ជាស្ត្រីនិង3នាក់ជាបុរសដោយមិនបានផ្ដល់ព័ត៌មានលម្អិតអំពីអាយុរបស់ពួកគេនោះទេមន្ទីរពេទ្យ Graz ក្រោយមកបានបញ្ជាក់ថាមនុស្ស10នាក់បានស្លាប់លោក Garner បន្ថែមថាមនុស្សរាប់សិបនាក់ទៀតរងរបួសប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីជនរងគ្រោះនោះទេប៉ូលីសជឿថាខ្មាន់កំភ្លើងជាជនជាតិអូទ្រីសអាយុ21ឆ្នាំត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ទឹកខ្មាន់កំភ្លើងធ្វើសកម្មភាពតែម្នាក់ឯងនៅពេលដែលគាត់ចូលទៅក្នុងសាលាដោយកាន់កាំភ្លើងពីរដើមហើយបានបើកការបាញ់រះទៅលើសិស្សយ៉ាងណាហេតុផលនៃការបាញ់ប្រហារនេះនៅមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេជុំវិញបញ្ហានេះអធិការបតី Christian Stocker បានហៅការបាញ់ប្រហារនេះថាជាថ្ងៃដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអូទ្រីសហើយបានប្រកាសកាន់ទុកជាតិចំនួន3ថ្ងៃជនសង្ស័យបានបន្សល់ទុកនៅសម្បត្តិមួយច្បាប់ដែលក្នុងនោះគាត់បាននិយាយលាឪពុកម្ដាយរបស់គាត់ប៉ុន្តែមិនបានបង្ហាញពីហេតុផលអ្វីនោះទេសារព័ត៌មានមួយចំនួនបានរាយការណ៍ថាជនសង្ស័យបានបើកការបាញ់ប្រហារទៅលើសិស្សនៅក្នុងថ្នាក់រៀនចំនួន2ហើយថាជននោះធ្លាប់ជាជនរងគ្រោះនៃការសម្លុតគំរាមនិងការធ្វើបាប